ពេលភ្លេចបន្ទោធ្លាក់ភ្លាមស្នូលមាសរបស់មនុស្សចាស់អមតៈត្រូវបានទម្លុះហើយគាត់បានធ្លាក់ក្បាលចូលទៅក្នុងប្រឡាយភក់អ្នកដើរកាត់បីស្រទាប់ឈរនៅជុំវិញប៉ុន្តែគ្មានអ្នកណាម្នាក់លូកដៃមកជួយគាត់ឡើយគាត់បានក្រោកឈរឡើងគ្រប់ដណ្ដប់ដោយភក់និងទឹកមើលទៅដូចជាអ្នកសុំទានពេលងើយមើលទៅលើមេឃគាត់បានឃើញពុកខ្មៅទៀបដំណក់ភ្លៀងធ្លាក់ចុះមកគាត់ជូតមុខហើយដើរទៅកាន់ទីក្រុងបុរសមានបំផុតក្នុងទីក្រុងគឺលោកម្ចាស់យ៉ាវដែលជញ្ជាំងទីធ្លារបស់គាត់ខ្ពស់ជាងមនុស្សហើយទ្វារធំរបស់គាត់ជាពីរជាន់មនុស្សចាស់អមតៈបានទៅដល់ទ្វារហើយពេលគាត់លើកដៃឡើងគោះអ្នកយាមទ្វារបានចេញមកដោយដៃនៅលើត្រគាកហើយសម្លឹងមើលគាត់មួយចំហៀងទៅឆ្ងាយទៅអ្នកសុំទានគុំធ្វើឲ្យខ្វក់ទ្វារផ្ទះរបស់លោកម្ចាស់យើងគាត់ស្រែកមនុស្សចាស់អមតៈបានក្អកពីរដងខ្ញុំមិនមែនជាអ្នកសុំទានទេខ្ញុំគ្រាន់តែត្រូវការជំរកពីភ្លៀងនិងទឹកក្តៅប៉ុណ្ណោះអ្នកយាមទ្វារបានស្រមុកពីខ្លុយរបស់គាត់ដំបូលរបស់យើងគឺសម្រាប់ពួកអភិជនអ្នកមិនស័ក្តិសមទេដោយនិយាយដូច្នោះគាត់បានបិទទ្វារយ៉ាងតឹងរួចចាក់សាវីពីខាងក្នុងបុរសចំណាស់អមតៈបានងក់ក្បាលហើយងាកដើរទៅទិសខាងលិចតាមដងផ្លូវនៅផ្នែកខាងលិចនៃផ្លូវគឺជាហាងរបស់ជាងដែកឈ្មោះសុនជាងដែកឈ្មោះសុនត្រូវបានគេស្គាល់ដោយសារសមត្ថភាពរបស់គាត់ក្នុងការចងអារក្សដ៏មានអំណាចនិងប្រើកាំភ្លើងធំគ្មាននរណាម្នាក់នៅក្នុងទីក្រុងហ៊ានញញែកជាមួយគាត់ទេបុរសចំណាស់អមតៈទើបតែទៅដល់ទ្វារហាងនៅពេលដែលសុនជាងដែកចេញមកកាន់ញួរនៅក្នុងដៃសម្លឹងមើលនិងក្រហមថាទៅឲ្យឆ្ងាយមួយជំហានទៀតខ្ញុំនឹងវាយអ្នកឲ្យបែកបុរសចំណាស់អមតៈបានដើរថយក្រោយហើយនិយាយយ៉ាងស្រទន់ថាគូខ្ញុំគ្រាន់តែចង់បានចានទឹកមួយមិនចាំបាច់រំខានអ្នកទេសុនជាងដែកដោយអន្ទះសារបានទាត់គាត់បុរសចំណាស់អមតៈបានជំពប់ជើងដួលទៅលើដីចានស្ពាន់ដែលបាក់មួយបានធ្លាក់ចេញពីដៃរបស់គាត់ហើយរមៀលទៅជើងរបស់សុនជាងដែកបានសម្លឹងមើលទៅក្រោមរួចទាត់ចានចេញគឺអ្នកកំសត់ឲ្យកាន់ចានបាក់មួយគាត់ជេរប្រមាថងាកហើយបិទទ្វារយ៉ាងតឹងបុរសចំណាស់អមតៈបានក្រោកឡើងដើរខ្វិនពេលគាត់លើកចានឡើងភ្លៀងកំពុងធ្លាក់ខ្លាំងហើយគាត់ញ័រខ្លួនដោយសារភាពត្រជាក់គាត់គ្រាន់តែស្វែងរកកន្លែងជ្រកកោននៅក្រោមជញ្ជាំងជម្រាលមួយស្រាប់តែទ្វារឈើមួយនៅក្បែរគាត់បានបើកយ៉ាងស្រួចហើយស្ត្រីស្គមម្នាក់បានលូកក្បាលរបស់នាងចេញដោយឃើញរូបរាងរបស់នាងគាត់ក៏គ្រវីដៃឲ្យនាងចូលយ៉ាងលឿនដោយជំរុញឲ្យនាងចូលមកយ៉ាងលឿនព្រោះនៅពេលព្រឹកព្រលឹមនាងនឹងផ្ដាសាយស្ត្រីម្នាក់នេះមានឈ្មោះថាស៊ីងអ៊ឺស្វាមីរបស់នាងត្រូវបានទឹកជំនន់បោកបក់ទៅឆ្ងាយកាលពីឆ្នាំមុនហើយនាងកំពុងចិញ្ចឹមកូនស្រីតូចរបស់នាងតែម្នាក់ឯងនៅក្នុងផ្ទះទ្រុឌទ្រោមមួយដែលភាពក្រីក្ររបស់ពួកគេស្ទើរតែមិនអាចទ្រាំទ្របានស៊ីងអ៊ឺបានទាញបុរសចំណាស់ចូលទៅក្នុងផ្ទះដែលងឹតលើកលែងតែចង្គៀងប្រេងតូចមួយនាងបានរកឃើញអាវធំចាស់មួយដែលមានបន្ទះកបាសដែលប្តីរបស់នាងទុកហើយប្រគល់វាទៅឲ្យគាត់ដោយជំរុញឲ្យគាត់ផ្លាស់ប្ដូរសម្លៀកបំពាក់ឲ្យបានលឿនដើម្បីកុំឲ្យគាត់ផ្ដាសាយបន្ទាប់មកនាងបានទៅផ្ទះបាយដើម្បីដុតភ្លើងដោយសង្ឃឹមថានឹងដាំទឹកឲ្យពុះមិនមានអុសច្រើននៅក្នុងផ្ទះបាយទេដូច្នេះស៊ីងអ៊ឺបានដាក់ខ្សែពួរចម្បាំងពាក់កណ្ដាលចូលទៅក្នុងប្រអប់ភ្លើងហើយភ្លើងក៏ចាប់ផ្ដើមឆេះយឺតសូមឲ្យសេចក្តីសប្បុរសដ៏សាមញ្ញនេះការពារមនុស្សគ្រប់គ្នាដោយចិត្តកក់ក្ដៅនាំមកនូវសន្តិភាពសុភមង្គលនិងសុខភាពដល់ពួកគេបុរសចំណាស់អង្គុយលើគែមគ្រែកាំងគ្រែឥតក្ដៅសម្លឹងមើលស៊ីងអ៊ឺដែលកំពុងរវល់កូនស្រីពើរបស់ស៊ីងអ៊ឺបានលាក់ខ្លួននៅជ្រុងគ្រែកាំងគ្រែឥតក្ដៅសម្លឹងមើលនាងដោយភ្នែកធំនាងកាន់នំប៉័ងពោតពាក់កណ្ដាលនៅក្នុងដៃហើយស្ទាក់ស្ទើរអស់រយៈពេលយូរមុនពេលប្រគល់វាទៅឲ្យនាងដោយនិយាយថាឌឺលោកតាញ៉ាំនេះទៅអេសីចាស់មានអារម្មណ៍កក់ក្ដៅក្នុងចិត្តហើយងក់ក្បាលថាកូនលោកតាញ៉ាំនេះទៅពេលនោះមានការរំជើបរំជួលកើតឡើងនៅខាងក្រៅទ្វារវាបានបង្ហាញថាលោកគ្រូចៅនិងជាងដែកសុនបានមកដល់ជាមួយបុរសរបស់ពួកគេលោកគ្រូចៅដោយដាក់ដៃលើត្រគាករបស់គាត់បានស្រែកថា
ប្រគល់បូជាចាឲ្យតាវចាស់នេះទៅគាត់ជាអ្នកបោកប្រាស់គាត់បានលួចទ្រព្យសម្បត្តិគ្រួសារខ្ញុំជាងដែកស៊ុនបានបន្ថែមថាក៏ត្រូវហើយខ្ញុំទើបតែឃើញគាត់កាន់ដុំមាសស៊ីងភ័យស្លន់ស្លោហើយឈរនៅពីមុខឥសីចាស់គីលោកតាកំពុងនិយាយមិនសមហេតុសមផលគាត់ជាបុរសចំណាស់ម្នាក់ដែលស្ងប់ស្ងាត់ប៉ុន្តែលោកគ្រូចៅមិនព្រមស្ដាប់ទេដោយបញ្ជាឲ្យមនុស្សរបស់គាត់ប្រញាប់ប្រញាល់ចូលទៅខាងក្នុងឥសីចាស់បានដកដង្ហើមធំក្រោកឈរយឺតហើយដាក់ចានស្ពាន់ដែលបាក់ដែលគាត់កំពុងកាន់នៅលើដីមានរឿងចម្លែកមួយបានកើតឡើងចាននោះកាន់តែធំឡើងភ្លាមភ្លឺចែងចាំងដោយមាសហើយគ្រាប់ធិញជាតិនិងក្រណាត់រាប់មិនអស់បានលេចចេញមកលោកគ្រូចៅនិងជាងដែកស៊ុនមានការភ្ញាក់ផ្អើលភ្នែករបស់ពួកគេបើកធំហើយពួកគេបានស្ទុះទៅឆក់យកវានៅពេលដែលដៃរបស់ពួកគេប៉ះចានសម្រិតពន្លឺពណ៌មាសបានបាត់ទៅវិញហើយជំនួសឲ្យកំណប់ទ្រព្យគំនោភុមួយបានលេចចេញមកគ្រប់ដណ្ដប់ពួកគេពីក្បាលដល់ចុងជើងចៅបុរសអ្នកមាននឹងស៊ុនជាងដែកដែលមានជើងដូចក្មេងបានព្យាយាមទាត់ចាននោះប៉ុន្តែជើងរបស់ពួកគេត្រូវបានកម្លាំងមួយបោះត្រឡប់ទៅក្រោយភ្លាមបណ្ដាលឲ្យពួកគេដួលលើខ្នងឥសីចាស់មិនអើពើនឹងពួកគេហើយងាកទៅរកស៊ីងដោយនិយាយថាគូអ្នកមានចិត្តល្អដូច្នេះអ្នកអាចរក្សាចាននេះបានគូស៊ីងមានការភ្ញាក់ផ្អើលនេះមានតម្លៃពេកខ្ញុំមិនអាចទទួលយកវាបានទេឥសីចាស់ញឹមប៉ុន្តែមិននិយាយភ្លាមនោះសំឡេងស្រែកបានមកពីខាងក្រៅវិជាយាយវងមកពីផ្ទះក្បែរនោះកូនប្រុសរបស់គាត់ឈឺហើយគាត់គ្មានលុយសម្រាប់គ្រូពេទ្យទេដូច្នេះគាត់មានការភ័យស្លន់ស្លោឆេងសម្លឹងមើលចានសម្រិតបន្ទាប់មកសម្លឹងមើលយាយវងខំថ្មិញរើសចាននោះដើរទៅមាត់ទ្វារហើយខ្សឹបប្រាប់វាថាក៏ប្រសិនបើពិតជាមានវិញ្ញាណមែនសូមជួយសង្គ្រោះកូនប្រុសរបស់យាយវងពេលនិយាយចប់ផ្សែងពណ៌បៃតងមួយបានហុយចេញពីចានស្ពាន់ផ្សែងបានរសាត់ទៅផ្ទះរបស់យាយវងហើយមិនយូរប៉ុន្មានសំឡេងយំរបស់ក្មេងយំក៏ចេញពីខាងក្នុងយាយវងបានរត់ចេញមកអរគុណឆេងយ៉ាងក្រអឺតក្រទុំលោកគ្រូយ៉ាវនិងជាងដែកសិនមានការងឿងឆ្ងល់ហើយព្យាយាមឆក់យកចាននោះមកវិញចាស់អមតៈបានគ្រវីដៃយ៉ាងស្រទន់ហើយអ្នកទាំងពីរក៏ជាប់គាំងនៅនឹងកន្លែងមិនអាចកម្រើកបានចាស់អមតៈបាននិយាយថាបុចាននេះគឺសម្រាប់អ្នកណាក៏បានមានតែអ្នកដែលមានចិត្តល្អទេដែលនឹងត្រូវបានជ្រើសរើសចិត្តរបស់អ្នកមិនបរិសុទ្ធអ្នកមិនអាចប៉ះវាបានទេបន្ទាប់ពីនិយាយរួចរូបរាងរបស់ចាស់អមតៈបានភ្លឺឡើងយឺតប្រែក្លាយទៅជាព្រះអរហន្តពណ៌មាសវាបានបង្ហាញថាគាត់មិនបានបាត់បង់នាំទឹកមាសរបស់គាត់ទេប៉ុន្តែគាត់បានចុះមកឋានមនុស្សដោយចេតនាមិនបរិសុទ្ធដើម្បីសាកល្បងចិត្តមនុស្សលោកគ្រូចៅនិងជាងដែកស៊ុនមានការភ័យខ្លាចយ៉ាងខ្លាំងលុតជង្គង់លើដីហើយក្រាបថ្វាយបង្គំម្ដងហើយម្ដងទៀតអង្វរសុំសេចក្តីមេត្តាករុណាព្រះអរហន្តអង្រួនក្បាលចង្អុលម្រាមដៃហើយមន្តអាគមត្រជាក់លើអ្នកទាំងពីរត្រូវបានដកចេញប៉ុន្តែកាបូបលុយនិងឧបករណ៍ជាងដែករបស់ពួកគេទាំងអស់បានប្រែក្លាយទៅជាថ្មបន្ទាប់មកព្រះអរហន្តសម្លឹងមើលស៊ីងញឹមបន្តិចហើយនិយាយថាគូអ្នកមានចិត្តសប្បុរសនិងស្មារតីសប្បុរសដូច្នេះចាននេះជារបស់អ្នកបន្ទាប់ពីនិយាយរួចនាងបានប្រែក្លាយទៅជាពន្លឺពណ៌មាសហើយបាត់ខ្លួនទៅក្នុងជើងមេឃស៊ីងភ្ញាក់ផ្អើលជាយូរពេលនាងដឹងខ្លួននាងបានសម្លឹងមើលគ្រាប់ធញ្ជាតិនិងក្រណាត់ដែលពេញទីធ្លាហើយចែកចាយវាភាគច្រើនដល់ជនក្រីក្រនៅក្នុងទីក្រុងអ្នករាល់គ្នាដែលបានទទួលអំណោយបាននិយាយថាសេចក្តីសប្បុរសរបស់ស៊ីងបាននាំមកនូវសំណាងល្អដល់នាងក្រោយមកកូនស្រីពៅរបស់ស៊ីងបានធំឡើងហើយក្លាយជាក្មេងស្រីដែលមានចិត្តល្អបំផុតនៅក្នុងទីក្រុងស៊ីងដោយមានជំនួយពីកាក់ដែលនាងបានទទួលបានរស់នៅដោយសន្តិភាពជាមួយកូនស្រីរបស់នាងលោកគ្រូចៅនិងជាងដែកស៊ីបន្ទាប់ពីរងទុក្ខវេទនាពួកគេមិនហ៊ានប្រព្រឹត្តអំពើឆ្មើងឆ្មៃម្ដងទៀតទេហើយថែមទាំងបានរៀនធ្វើអំពើល្អដោយស្ដារកេរ្តិ៍ឈ្មោះរបស់ពួកគេឡើងវិញបន្តិចម្ដងថ្ងៃជាច្រើនបានកន្លងផុតទៅហើយប្រជាជននៅក្នុងទីក្រុងបានចងចាំរឿងរ៉ាវនៃថ្ងៃភ្លៀងនោះក្នុងជីវិត
កុំមានចិត្តកោងកាច់ពេកហើយកុំគណនាច្រើនពេកក្នុងសកម្មភាពរបស់អ្នកប្រសិនបើអ្នកជួយនរណាម្នាក់ពួកគេអាចជួយអ្នកឲ្យចេញពីគ្រាលំបាកនៅថ្ងៃណាមួយសេចក្តីសប្បុរសមិនមែនជាសំណើខាតបង់ទេវាជាពរជ័យដែលអ្នកប្រមូលសម្រាប់ខ្លួនអ្នកសំណាងល្អមិនធ្លាក់ពីលើមេឃទេវាជាអ្វីមួយដែលអ្នកបង្កើតបន្តិចម្ដងអ្នកមើលរឿងនេះហើយសូមជូនពរឲ្យមានសុខភាពល្អនិងរកស៊ីមានបានសូមជួយឲ្យបេះដូង Share និង Follow ម្នាក់មួយផង